កាលពីព្រេងនេះមានកសិករម្នាក់គាត់បានដាំដំណាំរបស់គាត់ហើយមិនយូរប៉ុន្មានសត្វចាបមួយក្បាលបានសង់សម្បុករបស់វានៅចន្លោះស្រែរបស់គាត់បន្ទាប់ពីមួយរយៈសត្វចាបបានពងនៅក្នុងសម្បុកមិនយូរប៉ុន្មានកូនចាបតូចៗក៏បានចេញពីពងទាំងនោះហើយចាប់ផ្ដើមរស់នៅយ៉ាងសប្បាយរីករាយជាមួយម្ដាយចាបរបស់ពួកវាសត្វចាបតែងតែទៅព្រៃជារៀងរាល់ថ្ងៃដើម្បីរកចំណីចិញ្ចឹមកូនតូចៗរបស់វាថ្ងៃមួយពេលដែលវាត្រឡប់ពីព្រៃវិញវាបានឃើញថាកូនរបស់វាភ័យខ្លាំងណាស់វាសួរពួកគេថាតើមានរឿងអ្វីកើតឡើងកូនរបស់ម៉ែហេតុអ្វីបានជាកូនភ័យខ្លាំងម្ល៉េះពួកវាបាននិយាយថាម៉ែអើយថ្ងៃនេះកសិករបានមកទីនេះហើយគាត់កំពុងនិយាយអំពីការប្រមូលផលគាត់បាននិយាយថាថ្ងៃស្អែកគាត់នឹងបញ្ជូនកូនប្រុសរបស់គាត់មកកាត់ដំណាំបន្ទាប់មកពួកវាបាននិយាយថាម៉ែអើយតើយើងគួរទៅណាបន្ទាប់ពីដំណាំត្រូវបានកាត់អស់យើងថែមទាំងមិនអាចហើរបានផងឥឡូវនេះបន្ទាប់ពីស្ដាប់កូនរបស់ខ្លួនហើយម្ដាយចាបបាននិយាយថាកុំបារម្ភអីកូនរបស់ម៉ែគ្មានអ្នកណាម្នាក់នឹងមកកាត់ដំណាំនៅថ្ងៃស្អែកទេដូច្នេះសូមកុំខ្លាចអីថ្ងៃបន្ទាប់វាពិតជាបានកាត់ឡើងដោយដែលសត្វចាបបាននិយាយមែនគ្មាននរណាម្នាក់មកកាត់ដំណាំនៅទីនេះទេជាច្រើនថ្ងៃបានកន្លងផុតទៅប៉ុន្តែគ្មាននរណាម្នាក់មកកាត់ដំណាំនៅទីនេះទេអ្វីដំណើរការទៅបានល្អកូនរបស់សត្វចាបសប្បាយចិត្តខ្លាំងណាស់ថ្ងៃមួយនៅពេលដែលសត្វចាបត្រឡប់មកពីព្រៃវិញវាមានការភ្ញាក់ផ្អើលម្ដងទៀតនៅពេលឃើញមុខកូនរបស់វាពួកវាភ័យខ្លាំងណាស់សត្វចាបបានសួរពួកវាម្ដងទៀតអំពីមូលហេតុនៃការភ័យខ្លាចរបស់ពួកវាបាននិយាយថាម៉ែអើយថ្ងៃនេះកសិករបានមកទីនេះហើយគាត់កំពុងនិយាយអំពីការប្រមូលផលដំណាំម្ដងទៀតគាត់បាននិយាយថាថ្ងៃស្អែកគាត់នឹងបញ្ជូនកម្មករមកកាត់ដំណាំបន្ទាប់ពីស្ដាប់ពួកវាហើយសត្វចាបបាននិយាយម្ដងទៀតថាកុំបារម្ភអីកូនរបស់ម៉ែគ្មាននរណាម្នាក់នឹងមកប្រមូលផលដំណាំនៅថ្ងៃស្អែកទេថ្ងៃបន្ទាប់រឿងដដែលបានកើតឡើងដោយដែលសត្វចាបបាននិយាយគ្មាននរណាម្នាក់មកកាត់ដំណាំនៅទីនោះទេអស់ជាច្រើនថ្ងៃបានកន្លងផុតទៅថ្ងៃមួយពេលដែលសត្វចាបត្រឡប់ពីព្រៃវិញកូនរបស់វាបានប្រាប់វាពួកវាបាននិយាយថាម៉ែអើយថ្ងៃនេះកសិករបានមកទីនេះម្ដងទៀតហើយគាត់កំពុងនិយាយអំពីការប្រមូលផលដំណាំប៉ុន្តែដោយធម្មតាយើងដឹងថាគ្មាននរណាម្នាក់នឹងមកប្រមូលផលដំណាំនៅទីនេះទេម្ដាយចាបបានសួរពួកវាឲ្យពន្យល់ពីហេតុការណ៍ទាំងមូលកូនបាននិយាយថាម៉ែអើយថ្ងៃនេះកសិករបានមកទីនេះម្ដងទៀតហើយគាត់កំពុងនិយាយថាគាត់បានខ្ជះខ្ជាយពេលវេលាច្រើនក្នុងការពឹងផ្អែកលើអ្នកដទៃហើយគាត់បាននិយាយថាថ្ងៃស្អែកគាត់នឹងមកកាត់ដំណាំដោយខ្លួនឯងបន្ទាប់ពីស្ដាប់រឿងនេះហើយម្ដាយចាបមានការបារម្ភយ៉ាងខ្លាំងវាបាននិយាយថាកូនអើយយើងនឹងត្រូវចាក់ចេញពីកន្លែងនេះភ្លាមហើយសង់សម្បុករបស់យើងនៅកន្លែងផ្សេងទៀតព្រោះថ្ងៃស្អែកកសិករនឹងមកប្រមូលផលដំណាំពិតប្រាកដហើយកូនបាននិយាយថាតែម៉ែអើយកសិករបាននិយាយបែបនេះអស់រយៈពេលជាច្រើនថ្ងៃមកហើយប៉ុន្តែរាល់ពេលគ្មាននរណាម្នាក់មកប្រមូលផលទេហេតុអ្វីបានជាម៉ែប្រកាសថាពេលនេះកសិករនឹងមកប្រមូលផលម្ដាយចាបបាននិយាយថាលើកទី1កសិករពឹងផ្អែកលើកូនប្រុសរបស់គាត់
ដើម្បីបញ្ចប់ការងារលើកទី2គាត់ពឹងផ្អែកលើកម្មករដើម្បីឲ្យការងាររួចរាល់ហើយនៅពេលដែលគាត់ពឹងផ្អែកលើអ្នកដទៃដើម្បីឲ្យការងាររបស់គាត់រួចរាល់ការងាររបស់គាត់មិនអាចបញ្ចប់បានទេប៉ុន្តែពេលនេះគាត់បានសម្រេចចិត្តធ្វើវាដោយខ្លួនឯងដូច្នេះថ្ងៃស្អែកគាត់នឹងមកប្រមូលផលដំណាំរបស់គាត់ពិតប្រាកដកូនអាចហើបានហើយនៅពេលនេះពួកវាទាំងអស់គ្នាបានហើចេញពីទីនោះហើយសងសម្បុករបស់ពួកវានៅកន្លែងផ្សេងទៀតនៅថ្ងៃបន្ទាប់កសិករបានមកស្រែហើយចាប់ដើមប្រមូលផលប៉ុន្តែនៅពេលនោះសត្វចាបនិងកូនរបស់វាបានចាក់ចេញពីស្រែហើយប្រសិនបើយើងមើលក្នុងជីវិតរស់នៅរបស់យើងនឹងឃើញថាអ្នកដែលតែងតែពឹងផ្អែកលើអ្នកដទៃសម្រាប់ការងាររបស់ខ្លួនការងាររបស់ពួកគេមិនដែលបានបញ្ចប់ទេតាមពិតការពឹងផ្អែកលើអ្នកដទៃសម្រាប់ការងាររបស់ខ្លួនគឺបង្ហាញថាអ្នកជាមនុស្សជនប៉ុន្តែវាក៏មិនមែនមានន័យថាអ្នកមិនគួរទទួលជំនួយពីនរណាម្នាក់ដែរវាមិនខុសទេក្នុងការសុំជំនួយប៉ុន្តែប្រសិនបើអ្នកណាម្នាក់ចង់ចាប់ដើមការងារណាមួយឬធ្វើវាតាមពេលវេលាការងារនោះគួរតែធ្វើដោយខ្លួនឯងព្រោះការជួយខ្លួនឯងតែងតែត្រូវបានគេគោរពហើយអ្នកដទៃក៏ជួយអ្នកដែលជួយខ្លួនឯងដែរប៉ុន្តែវាមិនត្រឹមត្រូវទេក្នុងការពឹងផ្អែកទាំងស្រុងលើអ្នកដទៃសម្រាប់ការងាររបស់ខ្លួនដូច្នេះប្រសិនបើអ្នកមានក្តីសុបិនណាមួយក្នុងជីវិតរបស់អ្នកកុំពឹងផ្អែកលើអ្នកដទៃដើម្បីបំពេញក្តីសុបិននោះផ្ទុយទៅវិញចូលធ្វើវាដោយខ្លួនឯងហើយអ្នកនឹងតែងតែទទួលបានជោគជ័យ